មើលអីមនុស្សរកចិត្តដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទ អូនប្រុសរបស់បងសុទ្ធតែល្អធានាថាពិតធានាថាចាស់បុរាណ សិប្បកម្មទំនើបមានតម្លៃ20យន់ហូបការចិនសពខៀវសម័យរាជវង្សមេនតម្លៃ3លាន ហូបការចិនមួយនេះមានតម្លៃដល់ទៅ3លានតែខ្ញុំទៅរើសអត់ប្រមាណដល់ទៅបាច់រកបាន អូនប្រុសរបស់បងសុទ្ធតែល្អធានាថាពិតធានាថាចាស់បុរាណ នេះលោកអាចឆ្កែលេងហើយពួកខែបំផុតក្នុងការមើលមនុស្សនិងការតាំងតម្លៃហេថាខែចាំងពោស៊ូឡានេះតម្លៃប្រមាណទៅ អូនប្រុសមានផ្លេចល្អមែននេះជាចាំងប៉ូស្លានសម័យកាំងស៊ីរាជវង្សឈិងជាប្រភេទដែលប្រើនៅក្នុងរាជវាំងវាមានមួយច្រើនទីខ្ញុំបានវាដល់មានខ្សែទើបបានវាមក5000ជាន់តម្លៃចុងក្រោយ ថាខែរបស់ខ្លាំងសម័យជីហ៊ានទៀតខ្ញុំ5000ជាន់ឬមកគឺខ្ញុំមិនចេះហ៊ានតម្លៃលោកធ្វើបែបនេះខ្ញុំទៅហើយ មើលទៅគេដូចជាយល់ដឹងច្រើនថ្ងៃនេះគ្មានមនុស្សសោះខ្ញុំប្រហែលជាមានតែមនុស្សអ្នកនេះហើយបងប្រុសអាឈប់សិននិយាយគ្នាដោយល្អទេអូនហ៊ានឲ្យតម្លៃប្រហែលយើងអាចចរចាគ្នាបាន បានខ្ញុំនិយាយមុនបើហ៊ានទៀតប្រេះប្រាស់នោះខ្ញុំនឹងត្រូវឡើងនេះ អូនប្រុសមើលទៅក៏ដឹងថាជាអ្នកជំនាញដូច្នេះ100យន់ចុះថ្ងៃនេះទុកលុយឲ្យបងឯងទៅរកស៊ីសិន បាន100ជាន់ចាត់ទុកថាខ្ញុំហើយ ហើយយ៉ាអត់យកវាទៅយកវាទៅ វត្ថុបុរាណនេះពិតជាបានមកដល់មិនត្រឹមត្រូវទេច្បាស់ជាបានមកពីលើភ្នំឬមកគឺបានពីក្នុងរូបភ្នំថាខែធំនេះគឺប្រឡាក់ដីមិនមែនទើបតែជីកបានពីលើភ្នំទេមែនទេ ស្អីនឹងនិយាយព្រេងដាក់ស្អីនឹងរបស់ខ្ញុំសុទ្ធតែជាវត្ថុបុរាណចាស់ៗដែលបានមកពីផ្លូវត្រូវ មើលទៅមកគេទៅច្បាស់ជាជីកបានមកពីលើភ្នំខ្ញុំមានភ្នែកទៅគឺពិតជាមិនអាចរំលងអាការល្អក្នុងការពិនិត្យមើលនោះទេថាខែនិយាយលេងទេសូមឲ្យរកស៊ីមានបាន អឺហើយធ្វើខ្ញុំភ័យស្លាប់ហើយស្មានថាត្រូវគេដាក់ហើយតើ ដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទ ទីនេះទទួលវត្ថុបុរាណដែរទេ ហាងជួបបៅចៃរបស់យើងជាហាងចាស់ជាង100ឆ្នាំយើងមានទៅលក់វត្ថុបុរាណពិតៗឯងមកពីណាទៅបញ្ញាទេកុំនៅឲ្យខ្ញុំឃើញ នេះគឺជាឈើប្រទ្រីដែលទៅរួមផ្ទះបាញ់មែនទេថែមទាំងដុំធំបែបនេះមើលទៅគុណភាពនេះពិតជាកម្រណាស់ គឺសម័យរាជវង្សមីងហូបផ្កាចិនសពណ៌ខៀវ បានម្ចាស់មិនស្វាគមន៍ទេខ្ញុំនឹងទៅ ក្មួយប្រុសអាសុំឈប់សិនលោកឈប់សិនមិនមែនមានន័យបែបនេះទេ មនុស្សថោកឯងនិយាយជាមួយភ្ញៀវយ៉ាងម៉េចនឹងមិនក៏មិនសិនទៅក្រៅទេបាទខ្ញុំតែហើយ អូនប្រុសទៅជាសុំទោសលោកមែនវត្ថុមានតម្លៃទាំងពីរនេះខ្ញុំសុខចិត្តឲ្យតម្លៃខ្ពស់បំផុតក្នុងទីផ្សារ បានចឹងលោកតាវត្ថុទាំងពីរនេះឲ្យខ្ញុំប្រមាណ ឈើនេះតែត្រូវរំទះមានគុណភាពទំនើបស្នាមរំទះច្បាស់ល្អថែមទាំងធំដុំបែបនេះពិតជាកម្រណាស់គឺជាវត្ថុធាតុដើមកម្រិតកំពូលតម្រូវការទីផ្សារគឺធំណាស់ហាងទូប៉ៅចាយខ្ញុំអាចឲ្យលោក 1.2 លាន តម្លៃឈើប្រទ្រីរំទះបាញ់នេះតម្លៃគួរជាងអ្វីដែលខ្ញុំគិតទៅទៀតតម្លៃដែលប្រព័ន្ធត្រួតពិនិត្យគឺ1លានគាត់ឲ្យ 1.2 លានប៉ុន្តែមើលទៅមកលោកតានេះខ្ញុំអាចជាមានប្រាក់ចំណេញបន្តិចទេ ចំណែកធូបផ្កាចិនសពណ៌ខៀវនេះគុណភាពល្អិតល្អន់ពណ៌ខៀវស្រស់ថ្លាគំនូរលម្អរត់តាមលំនាំល្អនេះពិតជាវត្ថុកម្រនៃសម័យកណ្ដាលរាជវង្សមីងខ្ញុំឲ្យលោក 2.6 លាន ធូបស្មៃនេះប្រព័ន្ធថា3លានតម្លៃដែលខ្ញុំប៉ាន់ស្មានគឺ 2.8 លានលោកតាធូបការចិនសពខៀវនេះមកក្រោម 2.8 លានខ្ញុំមិនលក់ទេ ក្មេងម្នាក់នេះក៏ស្មានតម្លៃបានត្រឹមត្រូវយ៉ាងនេះមើលទៅគេស្ងប់ស្ងាត់ហើយមានទំនុកចិត្តទំនងជាគេនឹងមានរបស់ល្អៗជាច្រើនទៀតល្អក្នុងនាមបងប្រុសបាននិយាយទៅហើយខ្ញុំនឹងធ្វើតាមពាក្យលោកនិយាយ2លាន8សែនសរុប4លានឥឡូវនេះខ្ញុំនឹងផ្ទេរប្រាក់ជូនលោក ផ្ទេរប្រាក់ជូនគណនីបានជោគជ័យ4លានជាន់គត់ ក្នុងចាប់ពីខ្លីទៅតែខ្លះថ្ងៃខ្ញុំអាចរកបាន4លានមុននេះពីដែលអត់គឺមិនហ៊ានគិតផងមុននេះពីដែលអត់ខ្ញុំមិនហ៊ានគិតទេ ក្មួយវ៉ាងបើថ្ងៃក្រោយមានវត្ថុមានតម្លៃទៀតសូមយកមកហាងជួបប៉ៅចាយខ្ញុំឈិនហ៊ុនធានាថានឹងឲ្យលោកនៅតម្លៃខ្ពស់បំផុតក្នុងទីផ្សារ ល្អថ្ងៃក្រោយមានវត្ថុបានខ្ញុំនឹងរកលោកមុននេះ តាភ្ញៀវម្នាក់មុននេះគឺអ្នកណា គេឈ្មោះវ៉ាងស៊ីវយន់គឺជាយុវជនដ៏ល្អម្នាក់នៅក្នុងដៃគេមានរបស់ល្អៗកូនស្រីថ្ងៃក្រោយបើគេមកទៀតកូនត្រូវតាក់ទងជាមួយគេបានច្រើនណាស់ វ៉ាងសៀវយួន មានលុយប៉ុណ្ណឹងហើយទិញតែថ្មីឲ្យបាយជាមួយសិនបន្តមកគឺទិញឡានតែសួរជាមួយចំណែកខ្ញុំនឹងរៀបការជាមួយនៅរីស្បៃសមានទ្រព្យសម្បត្តិ សម្រាប់នារីស្អាត80ពិន្ទុពេលអាចក្នុងតម្លៃ$50ខោតាំង$150អាវតាំង$100តម្លៃសរុប$200 ពេលផ្នែកពិនិត្យមើលគឺពិតជាអាចពិនិត្យមើលឃើញអ្វីគ្រប់យ៉ាងបានត្រូវតែប្រចាំទៀតបាន មើលអីមនុស្សរកចិត្ត មិនបានទេឥឡូវមិនមែនជាពេលសម្រាប់ទេត្រូវប្រើសមត្ថភាពពិនិត្យទៅលើភ្នំដើម្បីរកទៀត ដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទ មេទើបចាប់ដើមដំណើរការ ណាំឈើយ៉ាងបបបាន100ឆ្នាំមានតម្លៃ100យន់ស្មាំស្កតឈ្មោះមានតម្លៃ0យន់ដីសាំងមានតម្លៃ0យន់ថង់ផ្លាស្ទិកគេបោះចោលមានតម្លៃ0យន់ស្លឹកឈើដែលរលួយមានតម្លៃ0យន់ថូបការមេយន់ចាំងសម័យរាជវង្សមេងផ្នែកខាងឆ្វេងមួយគូមានតម្លៃ30លានមួយដុំមានតម្លៃ10លាន ព្រះជាម្ចាស់
ពិតជារបស់ល្អពិតមែនថោកការមេជន់ចាំងដល់ហើយគឺជាគូរបស់ខ្ញុំគឺផ្នែកខាងឆ្វេង សត្វលិញជើង100ឆ្នាំមានតម្លៃ 1.2 លានប្រអប់ថ្នាំជក់សម័យកាំងស៊ីរាជវង្សឈីងឆ្លាក់រូបនាគមានតម្លៃ 2 លាន បង្កើតគ្រឿងស្មុនសម័យមីងមិនគួរឲ្យជឿថាពិតជាមានសត្វនេះពិតមែននឹងប្រអប់ថ្នាំជក់សម័យកាំងស៊ីរបស់ទាំងនេះពិតជារបស់កម្ររបស់ទាំងនេះមិនអាចជក់ចេញលុបក្នុងពេលទៅមួយបានទេបើមិនចឹងទេនោះនឹងត្រូវគេស៊ឹកលុបម្ដងមួយទៅមានសមត្ថភាពហើយក៏មានបទពិសោធន៍ផ្ទាល់តែមានតម្លៃខ្ពស់ លោកគ្រូឈិនបើលោកអាចជួយរកថោកការមេចនចាំមកខាងទៀតសម័យរាជវង្សមីងខ្ញុំសុខចិត្តចំណាយ20 លានដើម្បីទិញយក អ្នកនាងសៀមិនមែនខ្ញុំមិនជួយទេតែមកខាងគេបន្ទូលពីនេះគឺរកមិនឃើញដំណឹងសោះទំនងជាមិនសូវមានឱកាសរក្សាទុកបានទេ តែ ដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាន ទី តែ លោកគ្រូឆាន់បងប្រុសបានស៊ីយន់មកដល់ទៀតហើយមិនមែនថាក្មេងប្រុសម្នាក់នេះមកលក់របស់ល្អទៀតទេអ្នកនាងសៀសូមជួយទៅជាមួយខ្ញុំបន្តិចសូមអញ្ជើញក្មួយវាងខ្ញុំសូមណែនាំលោកបន្តិចនេះគឺអ្នកនាងសៀនាយកក្រុមហ៊ុនសៀ ហេតុអីលោកគ្រូឈិនរស់រាយជាមួយគេយ៉ាងនេះ សួស្តីមើលទៅខ្ញុំបានខំពីលហើយមែនទេ មិនអីទេក្មួយវាងថ្ងៃនេះក្មួយមកនេះមិនដឹងថាមានការអ្វីទេ ខ្ញុំជុកធូបការមេជន់ចាំងយកមកនោះ ថោកការមេចនចាំងថោកការមេចនចាំងនេះថោនេះលោកបានមកពីណា លោកគ្រូចិនលោកគ្រូទៅមើលវត្ថុបុរាណនេះសិនទៅ គួរឲ្យខឹងណាស់មិនខ្វល់ពីខ្ញុំសោះមើលអាសៀកកាបែបនេះស្មានតែថោនេះក៏ដឹងខ្លាំងៗដែរ ទម្រង់ពណ៌លូងព្រមទាំងការឆ្លាក់នៅផ្នែកខាងក្រោមនិងស្នាមរលាត់គឺត្រូវគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងថោកការមេដែលព្រះរាជវាំងប្រទាននេះគឺជាវត្ថុពិតនេះគឺជាថោកការមេយន់យ៉ាងសម័យរាជវង្សមីងផ្នែកខាងឆ្វេង នេះប៉ិតមែនទេ លោកគ្រូចិនភ្លេងល្អពិតមែនតើលោកគ្រូឲ្យតម្លៃប៉ុន្មានដែរទៅ ក្មួយវាងថ្ងៃនេះក្មួយមកដល់មិនយឺតមិនលឿនពេលនេះជាពេលសមស្របបំផុតតម្លៃនេះអាចកើនឡើងទ្វេដង ខ្ញុំឲ្យ20 លានលោកលក់ថោនេះឲ្យខ្ញុំឲ្យ20 លានលោកលក់ថោនេះឲ្យខ្ញុំ តំណែងខ្ញុំបានស្មានដល់បំផុតគឺ10លានស្រីម្នាក់នេះមានប្រវត្តិបែបណាគឺបានចង់ដល់ទៅ20លាន អាធំកាត់ដៃកម្រិតខ្ពស់មកមានកំណត់មានតម្លៃ 20000 យន់អាក្នុងកម្រិតកម្ពស់ដេកដៃមានតម្លៃ 30000 យន់ខោក្នុងកាត់ដៃកម្រិតខ្ពស់ធ្វើពីកបាសុទ្ធមានតម្លៃ 10000 យន់ ខោក្នុងក៏មានតម្លៃដៃដែរស្មានខ្ញុំរើសអត់កន្លះខែឬមួយក៏មួយខែនេះហើយជាពិភពលោករបស់មហាសេដ្ឋីក្នុងរឿងព្រេង 20 លានដើម្បីទិញថោរបស់លោកតែលោកព្រមឬមិនព្រម នេះនៅនាងសៀថោកការមកខាងទៀតគឺរសារទុកនៅផ្ទះរបស់នាងដូច្នេះហើយទើបនាងទិញក្នុងតម្លៃលើសពីទីផ្សារខ្ញុំនិយាយត្រូវហើយថ្ងៃនេះក្មួយមកគឺត្រូវពេលបំផុត ការពិតគឺចឹងសោះធូបការមេជន់ចាំងខាងទៀតនៅក្នុងដៃនេះនេះសារត្រូវការប្រើប្រាស់ថែមទាំងឲ្យតម្លៃទីផ្សារគឺនឹងពីរបាទខ្ញុំមកព្រមទៀតឈួតសតហើយតើពិតមែនដែរទេបាទខ្ញុំមកព្រមលក់ទេឈួតសតហើយ 20 លានខ្ញុំបានតែលោកវិញហើយឥឡូវនេះថោនេះជារបស់ខ្ញុំហើយលោកគ្រូឈិនបើថោនេះបានដល់ដៃហើយខ្ញុំសូមលាទៅមុន ល្អហើយសូមនាងសៀជួយដោយសុវត្ថិភាព 20 លាននេះទោះបីជាខ្ញុំរើសអត់ពីជីវិតក៏មិនអាចរកបាននោះដែរខ្លាចជាសេដ្ឋីលុយរាប់លានតែនៅតែមានអារម្មណ៍ថាមិនពិតទេ ក្មួយវាងក្នុងមួយថ្ងៃក្មួយលោកបាន2ដងនៅគ្រឿងប៉ូស្តេឡែនដែលមានតម្លៃខ្ពស់ខ្ញុំអាចសួរមួយបានទីរបស់ទាំងនេះក្មួយបានមកពីណា នេះកំពុងតែស៊ើបប្រវត្តិខ្ញុំមែនទេតែគួរស្ដាយគឺប្រញាប់វិញហើយរបស់ទាំងនេះគឺសុទ្ធតែរើបានពីទីផ្សារវត្ថុបុរាណក្បែរនេះមិនមែនជារបស់មានតម្លៃខ្លាំងទេ ទោះបីជាខ្ញុំសាកល្បងគេច្បាស់បន្តិចតែឯងនេះគឺធ្វើប្រហែលពេកហើយបើផ្សារវត្ថុបុរាណក្បែរនេះអាចលោកបានរបស់តម្លៃរាប់លាននិងរាប់សិបលានតើយើងបានខាងវត្ថុបុរាណធ្វើអីតែទោះជាយ៉ាងណាក្មេងលោកចេញ2ដងក្នុងមួយថ្ងៃប្រហែលជាមានសមត្ថភាពពិតមែនហើយបើគឺមានភាពវាល្អខ្ញុំអាចទទួលគេធ្វើជាសិទ្ធិបាន លោកគ្រូឈិនបាទគ្មានកិច្ចការទេខ្ញុំទៅសិនហើយណាវាដែរម្ដងលើថាក្បែរនេះបើទទួលតំណែងមួយទឹកថ្មរ៉ៃឆាត់ដល់មក2មីចាំហើយប្រហែលចាយយកចូលបានខ្លះ ក្មួយវាងចាំបន្តិចខ្ញុំនឹងមានវត្ថុមានតម្លៃមួយទៀត ដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាន